ចាបងប្អូននេះដល់ខែយើងដកផ្សិតកងោកផ្សិតសងហូបទីហើយបងប្អូនចាឥឡូវនេះពុកម៉ែបងប្អូននេះខ្ញុំសឹកបង្ហាញបងប្អូនអើយនេះផ្សិតធម្មជាតិដោះលើភ្នំយើងបងប្អូនចាគឺធម្មជាតិសុទ្ធសាធចាអត់មានបាក់ដាំបាក់អុយទេបងប្អូនបាក់បន្តបាក់អុយទេចាដោយសារថ្ងៃនេះដែរគឺយើងទៅដកផ្សិតកងោកបងប្អូនចានឹងផ្សិតសងនៅក្នុងព្រៃចាផ្សិតនេះគឺមានដោះតាមក្នុងព្រៃទេបងប្អូនចាព្រៃនឹងតនៀបបន្តិចមកចាគឺផ្សិតវាមានជាតិទឹកឲ្យដោះបានល្អបងប្អូនចាឥឡូវពុកម៉ែបងប្អូននិយាយបានផ្សិតដល់ហើយគឺយើងលាងសម្អាតចាដោយសារតែផ្សិតយើងគឺវាដោះនៅដីបងប្អូនចាវាធ្វើឲ្យភ្លេងមកខ្សែដីដុតបងប្អូនយើងត្រូវតែមានយើងត្រាំយើងកោសជើងវាឲ្យស្អាតហ្នឹងបងប្អូនចាឥឡូវនេះបងប្អូនផ្សិតងប់ផ្សិតសងយើងគឺចាប់ផ្ដើមរីកខ្លះហើយចាខ្លះនៅកំពុងខ្លះនៅរីកចាឥឡូវចាប់ផ្ដើមដាក់ត្រាំទឹកបែបនេះបងប្អូននេះអាពងជាវិញកាន់ទៅជាតិទៀតឲ្យក្អូបទៀតហ្នឹងបងប្អូនចាពេលយើងធ្វើម្ហូបជាតិសាហាវបងប្អូនអាពងបែបនេះបងប្អូនចាពងវិញគឺធំប៉ិនក៏ដៃគូងាតែម្ដងបងប្អូនចាបើអាណាចាយគឺយើងអាចលាងបានខ្លះវាបែកបាក់ខ្លះចាប៉ុន្តែថ្ងៃនេះគឺយើងចាប់ដើមលាងគឺត្រូវតែសំបងប្អូនចាដោយសារតែដោះលើកទី1គឺវាអត់ទាន់ដោះច្រើនបងប្អូនចាយើងដកបានតែប៉ុណ្ណេះឯងថ្ងៃនេះចាឥឡូវនេះយើងចាប់ដើមលាងសម្អាតហើយចាផ្សិតអន្សមផ្សិតកងោកចាគឺយើងលាងចិត្តកោសដីឲ្យស្អាតមួយចាឥឡូវនេះយើងលាងសម្អាតរួចរាល់អស់ហើយពុកម៉ែបងប្អូនចាឥឡូវចាប់ដើមធ្វើការពុះចាសិតកងោពុះរៀងពងវិញគឺយើងចាប់ដើមពុះជា4ជា5ម៉ូចាដើម្បីយើងយកទៅឆាចាយើងអាបាក់ប្រែលេសាច់លេអុយទេបងប្អូនចាយើងប្រើតែប្រេងឆាមកនឹងប្រេងខ្យងមកគឺយើងឆាហូបបានបងប្អូនចាគ្រឿងពិសេសគឺម្សៅស៊ុបរ៉ូឌីចាគឺយើងត្រូវតែមានគ្រឿងថែមឲ្យផ្សំរសជាតិវាចាដោយសារតែផ្សិតកងោកយើងយកបាក់ប្រើជាតិស្ករផ្អែមទេបងប្អូនចាដោយសារតែផ្សិតកងោកគឺយើងប្រើជាតិប៊ីចេងនិងស្ករតិចបំផុតចាដោយសារតែផ្សិតហ្នឹងមានជាតិផ្អែមស្រេចណាបងប្អូនចាឥឡូវយើងចាប់ផ្ដើមធ្វើការចិតជាមួយនឹងផ្សិតហើយចានេះបងប្អូនផ្សិតកងោកផ្សិតអន្សងចាយើងចិតពុះជា4មកចាណាកំពុងណាបងប្អូនចាយើងចិតជា4មកដើម្បីយើងរៀបចំទុកដាក់យកទៅឆាហ្នឹងបងប្អូនចាឥឡូវនេះបញ្ចូលសេលីយូទៅកាន់ទៅតឹងសរសៃកតែម្ដងបងប្អូនអើយចាឥឡូវនេះខ្ញុំចាប់ដើមធ្វើការចិត្តផ្សិតកងោកបងប្អូនចាអាលាតហើយគឺខ្ញុំអត់កាច់ទេបងប្អូនគឺយើងចិត្តនៅកបិតមកតែម្ដងបងប្អូនចាយើងពុះជា2ជា3មកចាដើម្បីយើងកាត់ឲ្យខ្លីមកយើងឆាតែយើងហូបទៅវាពេញមិត្តមកល្មមមកឆ្ងាញ់តែម្ដងបងប្អូនចាឥឡូវនេះខ្ញុំចាប់ដើមចិត្តផ្សិតកងោកឲ្យរួចរាល់សិនមកចាំយើងគ្រឿងផ្សំយើងអមេច្រើនទេបងប្អូនមានខ្ទឹមសប្រេងខ្យងចាមានជាមួយនឹងម្សៅស៊ុបរ៉ូឌីជាមួយស្ករបន្តិចបំផុតចាហើយជាមួយនឹងទឹកត្រីចាគ្រឿងផ្សំគឺមានតែប៉ុណ្ណោះឯងបងប្អូនចាបងប្អូនអត់ចង់ដាក់ទឹកត្រីទេប្រើជាអំបិលបានតែនេះខ្ញុំចូលចាត់ទឹកត្រីជាអំបិលបងប្អូនចាឥឡូវនឹងយើងចាប់ដើមចិតអស់សិនមកចាំយើងចាប់ដើមឆាតែម្ដងចាមានច្រើនទេបងប្អូនថាក្នុងវីដេអូយើងគ្រឿងផ្សំក៏ប្រាប់ហើយចាឥឡូវជើងដល់វាអ៊ីងចិត្តផ្សិតរួចហើយក៏យើងចាប់ដើមមកមើលដាក់ខ្ទះដាក់អុយដើម្បីយើងដាំខ្ទះចាឲ្យក្តៅចាំយើងដាក់ជាមួយនឹងប្រេងឆាតែម្ដងមានបាក់ទេបងប្អូនចានេះឥឡូវនេះយើងចាប់ដើមខ្ទះមកដាក់ក្តៅហើយក៏ដាក់ជាមួយនឹងខ្ទឹមសយើងបានច្រាំម៉ត់មិញបងប្អូនចាយើងដាក់ខ្ទឹមសរួចឲ្យឡើងឈ្ងុយសិនណាបងប្អូនចាដោយសារតែនេះខ្ញុំអត់ទាន់ដាក់ប្រេងខ្យងចាដោយសារនៅឆ្ងាយដៃផងក៏មិនបានជាដាក់ចាបង្ហាញតែពុកម៉ែបងប្អូនពីគ្រឿងក្រិចរួចរាល់អស់ហើយគេប្រេងខ្យងនៅឯណាទេបងប្អូនអើយចាឥឡូវយើងចាប់ដើមដាក់ខ្ទឹមសបំពងឲ្យឈ្ងុយសិនមកនេះបងប្អូនយើងបំពងកូរតិចបែបនេះដើម្បីឲ្យវាឈ្ងុយចាំយើងដាក់ផ្សិតចូលចាផ្សិតយើងគឺឥឡូវនេះបងប្អូនចាខ្ទឹមសឡើងក្រហមហើយចាក់ផ្សិតចូលទាំងអស់តែម្ដងមកចាផ្សិតដែលយើងបានលាងសម្អាតចិត្តមិញហ្នឹងបងប្អូនដើម្បីឲ្យវាជ្រះដីបានស្អាតចាអ្នកខ្លះវិញលាងបានស្អាតដែរបងប្អូនចាដោយសារតផ្សិតយើងអាណាលាតគឺវាពេលភ្លេងមកគឺដីលុតទុំពីលើបងប្អូនចាធ្វើឲ្យវាយើងលាងអត់សូវជ្រះល្អចាបើអាកំពុងវិញល្អមែនទេបងប្អូនចាឥឡូវយើងផ្សំគ្រឿងក្រិចហើយបងប្អូនចាចាក់ប្រេងខ្យងចូលចាយើងផ្សំមកដើម្បីយើងគ្រប់ទុកមកសន្ធោសចាប់បានផ្សិតយើងឆ្អិនបងប្អូនចាឥឡូវនេះខ្ញុំចាក់ប្រេងខ្យងចូលហើយចាក់ម្សៅស៊ុបរ៉ូឌីមកចាប់ចូលមកចាគ្រឿងពិសេសបំផុតបងប្អូនអើយចាអត់មិនបានចាគឺត្រូវតែមានចាឥឡូវយើងកូរសិនមកបងប្អូនចាយើងកូរត្រឡប់2 3ត្រឡប់សិនមកចាយើងកូរដើម្បីឲ្យម្សៅស៊ុបរ៉ូឌីជាមួយនឹងប្រេងខ្យងចូលជាតិជាមួយនឹងផ្សិតចាផ្សិតយើងឲ្យបាក់ដាក់ទឹកទេណាបងប្អូនចាផ្សិតនេះគឺយើងត្រាំទឹកមាញ់ដែលយើងលាងបងប្អូនចាគឺវាបឺតយកទឹកច្រើនមែនទេបងប្អូនចាចាំមើលតន្តិចទៀតគឺផ្សិតទឹកច្រើនមែនទេបងប្អូនចាឥឡូវពុកម៉ែបងប្អូននិយាយដាក់ម្ទេសចូលដាក់ប៊ីចេងតិចចា
ស្ករគឺយើងប្រើបន្តិចបានហើយបងប្អូនចាប្រើច្រើនទេចាផ្សារផ្សិតហ្នឹងវាផ្អែមស្រេចចាឥឡូវយើងកូរមកចាគ្រឿងយើងដាក់ផ្សំរួចរាល់ហើយណាពុកម៉ែបងប្អូនចាម្ទេសគឺយើងដាក់ហើយចាឥឡូវចាប់ផ្ដើមកូរត្រឡប់មកតាទុកទៅ5នាទីក្រោយមកគឺផ្សិតយើងក៏ចាប់ផ្ដើមឆ្អិនចារួចរាល់តែម្ដងចាមេច្រើនទេចាឥឡូវពុកម៉ែបងប្អូននេះផ្សិតចាឆាផ្សិតកងោកយើងបានឆ្អិនរួចរាល់ហើយបងប្អូនអើយដួសមកឆាពីភ្លឺហូបបាយពេលយប់បងប្អូនអើយក្តៅហុយហុយចាតំណងឆ្ងាញ់មែនទេបងប្អូនអើយចាឥឡូវនេះខ្ញុំចាប់ដើមដួសអាបាយមកអូយបងប្អូនតំណងចាតែសារផ្សិតធម្មជាតិយើងកាលណាតែយើងឆាតើបាក់ប្រើសាច់ក៏បានដែរបងប្អូនអើយជាតិចាបាយប៉ណេះហូបបាក់សឡ2ប៉ាតល្មមបងប្អូនអើយរកគីឡូស្រក់មិនឃើញទេពុកម៉ែបងប្អូនអើយចាឥឡូវនេះខ្ញុំចាប់ដើមដួសដាក់ចានហើយដួសយើងជ្រុំទីមួយខ្ញុំចូលចិត្តហូបឆាប្រឡាក់ឆាផ្សិតនឹងប្រឡាក់ជាមួយបាយក្តៅជាតិសាហាវឥឡូវពុកម៉ែបងប្អូនចាវីដេអូគឺមានតែប៉ុណ្ណេះឯងពុកម៉ែបងប្អូនចាជាចុងក្រោយនេះខ្ញុំក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងគ្នាចាអរគុណ